គាត់ខូចឡានតាំងពីម៉ោង9យប់រហូតដល់ម៉ោង2ដប់យប់អត់មានឡានមួយណាឈប់ហើយព្រមចោះជួយពួកគាត់ទេឡានទាំងអស់ដែលជិះមកឈប់ហើយគឺតែទៅជិះទៅវិញលឿនខ្លាំងមែនទែនជាមួយនឹងសភាពភ័យហើយខ្លាចពួកគាត់គ្រាន់តែដឹងរឿងដែលតាក់ទងជាមួយនឹងផ្លូវមួយខ្សែនឹងភ្លាមទាំងអស់គ្នាពួកគាត់សន្យាមកថាអត់នឹងអត់ជិះតាមផ្លូវមួយនឹងនៅពេលយប់អត់ខាតមកចំពោះរឿងដែលពួកគាត់បានចែករំលែកមកហ្នឹងគាត់ថាវាកើតឡើងកាលពីក្នុងមួយឆ្នាំមុនអំឡុងពេលដែលពួកគាត់នឹងទៅការបងប្អូនរបស់ពួកម៉ាក់គាត់នឹងនៅឯខេត្តហ្មងណាហើយពួកគាត់ទៅនៅក្នុងឡានគឺមានគ្នា4នាក់ពួកគាត់ចេញដំណើរធ្វើទៅតាំងពីចេញដំណើរទៅហ្មងគឺតាំងពីម៉ោង3ហើយម៉ោង8យប់គឺពួកគាត់ចាប់ផ្ដើមចេញពីរោងការត្រឡប់មកពេញវិញដោយពួកគាត់នឹងគឺអត់ដេកជាវិសាទៅព្រឹកឡើងពួកគាត់ថាមានរៀនទៀតហើយនៅក្នុងឡានហ្នឹងពួកគាត់សម្រាប់ជាពួកម៉ាក់ស្នានឹងគ្នាហើយមានប្រុសមានស្រីគឺទាំងអស់ប្រុស2ស្រី2ដែលមានគ្នាក្នុងឡានគឺមានត្រឹមតែ4នាក់នឹងឯងគាត់ថាអំឡុងពេលគាត់ចេញពីរោងការមកហ្មងឡានអត់មានបញ្ហាអីទេប៉ុន្តែស្រាប់តែចេញពីរោងការនឹងបានប្រហែលជាខ្ទង់1ម៉ោងមកដល់ផ្លូវនេះស្ងាត់ជ្រាបអត់មានផ្ទះប្រជាជនអត់មានអីណាស្ងាត់ជាងងមកតាំងពីគាត់ជិះមករហូតមកដល់កន្លែងនេះគឺគ្រប់កន្លែងគឺស្ងាត់ហើយក៏មិនស្លុកមែនទេផ្លូវនេះគឺមានសភាពគួរឲ្យខ្លាចមកទាំងអស់គ្នាគឺឡានរបស់គាត់នេះសក់គាត់លុបព្រមព្រៀងនៅកន្លែងហ្នឹងអាលុបដល់អត់មានមូលហេតុមកគាត់ទៅដល់លុបព្រៀងគឺគាត់ទៅ4នាក់មើលទស្សនវិជ្ជានៅសងខាងផ្លូវមើលនៅផ្លូវអីហើយម្នាក់គឺព្រឺក្បាលគឺខ្លាចយកមកប៉ុន្តែពួកគាត់ធ្វើដំណើរទៅមុខអត់កើតទេពីសារឡានគឺវាសក់យ៉ាងលុបអញ្ចឹងណាអញ្ចឹងពួកគាត់ទាំង4នាក់គឺចុះពីលើឡានទៅប៉ុន្តែគាត់ឲ្យគ្នាគាត់ប្រុសម្នាក់ហ្នឹងឡើងទៅខាងលើឡានដើម្បីបញ្ឆេះហើយគាត់នេះដែលជាអ្នកបើកឡានហ្នឹងគឺគាត់ទៅបើកគម្របឡានខាងមុខដើម្បីមើលថាតើឡានខូចអីឬខរបូតអីគាត់បើកគម្របឡានឈរអញ្ចឹងគឺឲ្យស្រី2នាក់គឺឲ្យស្រី2នាក់នេះបើក flash ដើម្បីបញ្ចាំងឲ្យពួកគាត់ប៉ុន្តែដល់ទាំងអស់គ្នាគាត់ថាអំឡុងពេលដែលគាត់បើក flash ធ្វើហ្នឹងគឺរកអត់ឃើញកន្លែងខូចទេហើយឡានត្រង់ដេកមិនគឺឆេះមកហើយដល់ស្រីវិញគាត់ថាស្រីគឺញ័រខ្លួនខ្លាំងមែនទែនមិនតែស្រីសុំទៅគាត់ខ្លួនឯងហើយនឹងពួកម៉ាក់របស់គាត់ហ្នឹងប្រុសទាំងពីរនាក់គឺខ្លាំងដូចគ្នាហ្មងហើយពួកគាត់ទាំងអស់គ្នាគាត់ជាយន្តស្រែកហៅឡានឲ្យជួយឡានដែលជិះកាត់តាមហ្នឹងឯងនៅពេលដែលឈប់ភ្លាមគឺជិះកញ្ចក់ចុះភ្លាមណាគឺឡានគេបិទកញ្ចក់ទៅវិញហើយគឺជិះធូរទៅរយឡានទី1ក៏អញ្ចឹងឡានទី2ក៏អញ្ចឹងឡានទី3ទី4គឺអញ្ចឹងដូចគ្នាហ្មងពួកគាត់អស់សង្ឃឹមខ្លាំងណាស់ទាំងគ្នាពួកគាត់ចូលទៅអង្គុយក្នុងឡានវិញហើយដល់ស្រីគឺអង្គុយកាន់ដៃគ្នាយំអង្គុយកាន់ដៃគ្នាយំតែពួកគាត់មិនយំលឿនគាត់យំតិចហើយឲ្យមុខចុះไม่ก็ให้มือเดินสลังตัวหน้าแต่ขึ้นแบบจะตัดเอาจมมองแล้วพวกก็สนามในข้างล่างบ้านพายจิตตรงเก็บมาเหมาเชี่ยงตัวนี้กวาดเมื่อไหร่ซาก็จิบเพราะว่าแบบนี้ก็ทำไปเรื่อยๆก็คลายหรือว่าครูนั่นคนร้ายก็อาจเดินหนังบางทีก็คลายทำมันเลยนั้นมึงเนี่ยมึงจนตะวันยืนคลอดลงไปสมัยแต่เช้าก็มาคลอดนานบางไงฉันก็ชอบไปเรือร้านก็ใส่ทางนางใส่hai một cái đôi tiền chẳng lan nó bị chọc ám hết cái chỉ hung tôi bên luôn khăn ở đây bỏ ám lan đến cái chỉ hung tôi bên luôn khăn ở đây mỏng hậu đây cha máu chụp hai chỉ chụp đọc video của cái này có khơi lan lúc bao lâu chừng ngày còn khơi lan cứ nó còn sệt họ sệt thế nghĩ ở con băng phía lan ở đây khi có sệt trong sệt hai chui trong bụi sệt khăng sệt bằng tay lan nó được khi bóng cái chỉ tao hú ban hai chỉ tung mà cả lỗ có cái bắp thảo lọc màu vịt cái bắp thảo lọc màu vịt tím cứ cái chop lan nó chỉ có thấy cái chuyện chợ còn cái chuyện lan trong bộ phận gì mà thả bong một chút cùng bong cùng bật cái chợ cùng chỉ tao hú ban ở chui của nhung của nhung ngọtเลยcủa nhung lệ là ham cứคลาดหลังจองชุดสับคลาดหลังจองชุดใช่ไหมจะมองแบบนั้นคือก่อนเฉยๆเลยก็จะเกิดจากร้านมือเฟซร้านกระให้เพราะก็จะเป็นร้านเลยก็จะเป็นร้านเพี้ยนต่อทีคือคนตีนถูกhai chỉ tam và sái chỉ muốn nôm của chặt phải tội nhé quan cho nôm hay đừng thung vô từ ốc như cho đam chơi để phụ quạt chọc thôi la nữa này như tôi đã đam chơi nên thêm từng quạt sâu ấy bao mấy cái nữa ban hai chỉ tung màn tích là khi ở đó làm tí nữa lan còn che bên bàn còn từ lan còn che bên phim phụ quạt làm là đi đua chỉ thôi chẳng còn từ chân phim bong nuôi để quạt nè mà ở thuốc áo đi có thẹp thế ở lần anh chỉ lan tới khẳng định tiệt hai chỉ tung pi cẩu cứ khơi cả làng bong nàyจีตามบองมาซึ่งพวกเขาแต่ออกนี่เคยถักบองจะหล่อเอาจีตามบองหนังจีตามก็ท่าขนาดจีคู่ปีกหลายนึงพีนเนี่ยคือในซอในตัวแจ้งคอมองไปซ้ายพวกเขาคือในคลาดในด้านสมัยรูปเพชรเด็กพวกเขาบ้านเคยความตลอดกับร้านบองนึงพีนมาตลอดเรียนบองนึงชอบร้านให้พวกเขาก็ชอบร้านได้บนใต้บองนึงคือร้านก็คือบ้านบัดเพลิงไงคือบัดเพลิงเอ้ยคือบ้านบัดโตบัดไอ้เป็นแต่บัดเพลิงถังหมกใช่ไหมนะความจบหรือร้านนึงพีนพวกเขาต่างบุญเนี่ยเอาให้เขาดอกทางthu trungทางthu trungให้គាត់លើកដៃសាពះបងនឹងសឹងលុបឈ្មោះមកគាត់ថាបងឯងបានជួយជីវិតពួកខ្ញុំហើយពួកខ្ញុំមុនហ្នឹងក៏ដូចធ្លាក់នរកទាំងរស់ចឹងគឺពួកខ្ញុំបានឃើញជាមួយរឿងរ៉ាវប្លែកៗឃើញជាមួយខ្មោចលងពួកគាត់ទាំង4នាក់នឹងព្រមគ្នានៅនឹងកន្លែងហ្នឹងឯង
ฉันบอกនឹងសួរថាបងឯងមានឃើញឡានផ្សេងៗដែលជិះមកហើយគេឈប់ហើយជិះទៅហួសអត់ថាហ្នឹងហើយគាត់ឆ្ងល់ដូចគ្នាមិននៅពេលដែលឡានគាត់ហៅគាត់ហៅគេជួយនេះនៅពេលដែលគេឈប់ឡានមិនគេឈប់ហួសលឿនខ្លាំងដែរគាត់ក៏ប្រាប់ទៅមូលហេតុដែលគេជួយពួកឯងហ្នឹងអូនដោយសារតែនៅពេលដែលគេឈប់ឡានគេឃើញគេមិនឃើញក្រុមបងឯងតែ4នាក់ទេគឺជារឿងអូនឡើងគ្រូបងប្អូនគាត់ថាគេឃើញនៅជាមួយពួកគាត់នៅចម្រុះគ្នាមួយពួកគាត់ហ្នឹងគឺមានគ្នាចូលប្រហែលជាខ្ទង់20នាក់ទៅប្រាក់ទៅពី5ដល់10នាក់ទៅ20នាក់គឺមានត្រង់មានស្អីទៅចម្រុះគ្នាហ្មងហើយអ្នកទាំងអស់ហ្នឹងគឺអត់មានជើងខ្លួនប្រាក់ប្រឡាក់សកឈាមមុខមាត់គឺបែកចម្លែកគឺរូបភាពចឹងមកគឺគួរឲ្យខ្លាចហ្មងហើយគេក៏ស្មានដល់ដឹងថាតើបុគ្គលពួកគាត់ហ្នឹងគឺជាមនុស្សឬមួយក៏ជាខ្មោចដូចពួកហ្នឹងតែម្នាក់នៅពេលគេឈប់ឡានឃើញក៏គេឈ្មោះទៅអស់ហ្មងចឹងពួកគាត់ថាចាអូគាត់ជួយហើយចឹងមិនមានតែពួកគាត់ទេបានឃើញគឺគេអ្នកដែលជិះហួសហ្នឹងណាគឺគេបានឃើញដូចពួកគាត់ដែរចឹងគេគាត់បងមានគាត់ប្រាប់មកថាមិនលើកទី1ដែលពួកឯងជួបទេនោះគឺមានអ្នកផ្សេងទៀតគឺអាសាខូចឡាននៅហ្នឹងហ្មងនៅពេលដែលខូចឡានហើយនៅពេលដែលហៅគេជួយអ្នកដែលរកជួយទាំងហ្នឹងសត្វតែបានឃើញរូបភាពពួកខ្មោចឯហោគឺពួកអីទាំងអស់ហ្នឹងគឺនៅតាមផ្លូវចម្រុះគ្នាមួយពួកឯងនេះធ្វើឲ្យគេនឹងបែងចែកដាក់ថាមួយណាមនុស្សមួយណាខ្មោចនឹងឯងហើយផ្លូវមកស្រាញគឺគេប្រាប់មកថាស្បោកន្លែងដឹកលក្ខណៈច្រើនចាន់គឺស្បោគ្រោះថ្នាក់នៅកន្លែងខ្លាំងមែនតើគាត់ថាប្រហែលឆ្នាំក៏ធ្លាប់មានដែរបើសុកគឺក្លាប់ឡានស្លាប់ក្នុងឡានអាចជាខ្ទង់គ្នា20នាក់ជាងគឺស្លាប់4-5នាក់នៅកន្លែងហ្នឹងហើយអញ្ចឹងទៅធ្វើកន្លែងហ្នឹងគឺស្បោទៅដោយវិញ្ញាណតៃហោងច្រើនមែនតើនៅផ្លូវមួយហ្នឹងទាំងគ្នាអញ្ចឹងនៅពេលដែលបងប្រាប់ទៅឲ្យអស់បងពួកបងហ្នឹងក៏បងម្នាក់ហ្នឹងក៏ប្រាប់ឲ្យពួកគាត់ហ្នឹងធ្វើដំណើរទៅវិញទៅធ្វើដំណើរទៅវិញទៅហួសផ្លូវហ្នឹងគឺលែងមានអីទេដោយសារតែមានតែកន្លែងផ្លូវខាងមុខហ្នឹងឯងដែលមានរឿងចឹងកើតឡើងមកអញ្ចឹងឲ្យពួកគាត់ក៏ឡើងណានគាត់ទៅឡើងពេញភ្លាមទាំងគ្នាពួកគាត់ទៅសតទឹកជុំគ្នាហើយទាំងអស់គ្នាចង់ដឹងថាពួកគាត់ម្នាក់បានជួបអីគេអំឡុងពេលឡានគាត់ខូចបើទាំងអស់គ្នាចង់ដឹងក៏คลิก comment នៅខាងក្រោមខ្ញុំនឹងធ្វើការនិយាយនៅក្នុងវីដេអូបន្តមកទៀតពីសារមករឿងពួកគាត់ជួបម្នាក់ហ្នឹងគឺវាព្រឹកក្បាលមកឲ្យវាច្រើនពេកទៅទាំងអស់គ្នាជាងខ្ញុំដាក់ថាយកមកអានអត់អស់ទេអញ្ចឹងទាំងអស់គ្នាអាច comment នៅខាងក្រោមនេះបានខ្ញុំទាំងអស់គ្នាចង់ឲ្យខ្ញុំនិយាយវគ្គតពីរឿងរបស់ពួកគាត់ដែលគាត់បានជួបផ្ទាល់ខ្លួនឯងនឹងតែម្ដងមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយកុំភ្លេចថ្ងៃទី6ខែ6ឆ្នាំ2024នេះរឿងម៉ែកលាភ្លើងវគ្គពិសេសនឹងធ្វើការចាក់បញ្ចាំងឡើងវិញម្ដងទៀតនៅគ្រប់រោងភាពយន្តទាំងអស់នៅទូទាំងប្រទេសកម្ពុជាហើយនៅថ្ងៃទី8ខែ6រឿងឃើញក្បាលខ្ញុំទេនឹងធ្វើការចាក់បញ្ចាំងម្ដងទៀតនៅក្នុង app Sastra Film ជាមួយគត់កុំភ្លេចទៅតាមដានទស្សនាបានច្រើនបាយបាយ